សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Cam Knowledge បានមកជួបគ្នានៅវីដេអូទី2ផលបន្ទាប់ពីពេលដែលយើងបានផលទៅរបៀបនៃការ download userland ពេលនេះគឺយើងមានមួយទៀតតែវាមិនមែនជាហៅថារបៀបទេគឺដោយសារតែបងប្អូនមួយចំនួនគាត់ឆ្ងល់ទូរស័ព្ទរបស់ខ្លួនមិនបានបុក program ហើយប្រើអត់បានឬមួយក៏មិនបានបុក program ហើយទៅមុខទៀតកើតប្រយោជន៍គឺគាំងត្រឹមហ្នឹងថ្ងៃហ្នឹងគឺ Cam Knowledge បានប្រាប់បើសិនជាអ្នកនរគ្នាបានបើកចូលក្នុង page Cam Knowledge អ្នកនរគ្នានឹងដឹងហើយប៉ុន្តែគឺអ្នកនរគ្នាអត់សូវបើកក្នុង page ខ្ញុំទេគឺខ្ញុំដឹងព្រោះថា page របស់គឺ page web របស់ខ្ញុំហ្នឹងគឺបងប្អូនទាំងអស់គ្នាគឺអត់តល្បីហើយអត់តជួយផ្សព្វផ្សាយគ្នាអំពីគុណសម្បត្តិនៃ page របស់ខ្ញុំតាមពិតវាមានគុណសម្បត្តិច្រើនបាទថ្ងៃនេះខ្ញុំសូមបង្ហាញរូបភាពiCloud នៅពេលវាជាប់ពេលបុក program ហើយវានឹងចេញរូបបែបនេះមកផ្ទាំងមួយពីរអក្សរដែលជារូបសញ្ញាដែលមិនជាប់ iCloud ទេប៉ុន្តែវាជាប់អាហ្នឹងប្រៀបដូចជាយើងដែលវាបានដែលខ្ញុំប្រាប់ដែល page របស់ខ្ញុំបានប្រាប់អំពីវិធីហ្នឹងគឺវាដូចថាបោកគឺជាករណីជាប់ iCloud ធំបាទគឺនេះអក្សរ2ជួរហើយវាបានបិទវាប្រាប់ទៅApple ID តែមួយខ្ទង់តែប៉ុណ្ណោះទៅលើ iCloud គឺទៅលើ Apple ID យើងហ្នឹងហើយជាវិធីហ្នឹងហើយគឺជាការជាប់ iCloud នោះបាទសូមបញ្ជាក់ថា iCloud នេះបើសិនជាមានបញ្ហាគឺ Cam Knowledge គឺអាចដោះស្រាយបានតែមិនមែនដោះស្រាយខ្លួនឯងទេគឺយកឲ្យជាងផ្សេងធ្វើក្នុងតម្លៃ$200ជាងឯណោះដូច្នេះហើយគឺទាំងវិធីដឹងថា iPhone របស់ខ្លួនជាប់ឬក៏អត់ឬមួយក៏ទាំងវិធីដែលដោះស្រាយឬមួយក៏វិធីដែលគេហៅថាដោះស្រាយវាគឺដើម្បីដោះស្រាយគឺយើងអត់មានវិធីអីប្រាប់ទេពីព្រោះថាវាវែងឆ្ងាយណាស់នៅដោះគូតក្រោយនៅដោះសបកនៅដោះអីកែដុំកែអីសារថ្មីទៀតគឺវាវែងឆ្ងាយណាស់គឺយើងអាចបញ្យល់បានទេគ្រាន់តែដុំវាហ្នឹង$100ទៅហើយចុះនៅតំមគេចំណេញទៀតគឺ$200ហ្នឹងគឺគ្រាន់បើហើយមិនស្រួលដុំមួយហ្នឹងដាក់អត់ត្រូវផងដុំពីរជួនកាលគេខាតណាគេមិនចំណេញណា$200ហ្នឹងណាព្រោះអីដុំមួយមិនប្រកាសថា iPhone យើងស្គាល់ណា iPad យើងអីស្គាល់ណាដូច្នេះហើយគឺវាមានការវិបាកខ្លាំងកំខឹងនឹងគេក្នុងតម្លៃប៉ុណ្ណឹងក៏វាតិចតួចប្រហែលដែរឥឡូវនេះចូលទៅក្នុង page ខ្ញុំផ្ទាល់តែម្ដងចូលទៅក្នុង web របស់ខ្ញុំផ្ទាល់តែម្ដងបាទនេះហើយគឺជា web របស់ខ្ញុំបើបងប្អូនចង់បើកអានគឺបងប្អូនគ្រាន់តែវាយពាក្យថា camnon.blogspot.com នេះបាទតើទូរស័ព្ទ Apple របស់លោកអ្នកជាប់ iCloud ដែរឬទេបាទសំណួរមួយតើអ្វីជា iCloud iCloud គឺជាកន្លែងផ្ទុកគ្រោះថ្នាក់ធំមានគុណវិបត្តិនិងគុណសម្បត្តិហើយមានរូបដូចខាងក្រោមសូមកុំច្រឡំនឹង App Store គឺវាមានរូបបែបនេះប៉ុន្តែវាមានលក្ខណៈស្រដៀងនឹង App Store គឺមាន Apple ID និងមាន password ដូចនឹង App Store និង iTunes ដែរប៉ុន្តែសូមបងប្អូនទាំងអស់គ្នាកុំច្រឡំឥឡូវខ្ញុំបើកមើលជូនតែម្ដងគឺនេះបាទគឺរូបវាបែបនេះហើយបើរូបផ្សេងបើរូបមួយទៀតគឺអត់អញ្ចឹងទេបងប្អូនចាំមើលមួយនៅឯណាអញ្ចេះគឺមិនមែនទេបែរជាវានៅក្បែរហ្នឹងអត់ទេបងប្អូនគឺវាមានរូបតារាវាមានរូប App Store គឺវាមានរូប App Store កុំច្រឡំនឹងខ្ញុំវាយចូលក្នុង Google ឲ្យនេះបាទគឺរូបបែបនេះគឺវាកុំច្រឡំសូមអ្នកនរគ្នាកុំច្រឡំទៅនឹងiCloud សោះគឺវាមានខុសគ្នា App Store គឺជាប្រភេទធម្មតាសម្រាប់ download កម្មវិធីឬមួយក៏ game ដែលយើងពេញចិត្តមកលេងតែប៉ុណ្ណោះតែចំពោះ iCloud គឺសម្រាប់គឺវាមានទាំងគុណវិបត្តិនិងគុណសម្បត្តិហើយមានរូបបែបហ្នឹងសូមកុំច្រឡំនឹង App Store ហើយឥឡូវនេះក៏សំណួរទី2ម្ដងតើ iCloud មានគុណសម្បត្តិដូចម្ដេចនិងគុណវិបត្តិដូចម្ដេចគុណសម្បត្តិនិងគុណវិបត្តិវាគឺមានលក្ខណៈស្មើគ្នាមិនលើសមិនខ្វះអាចស្វែងរកទូរស័ព្ទនៅពេលបាត់តាមកម្មវិធី Find My iPhone នឹងហើយបាទគឺគុណសម្បត្តិរបស់វាគឺពេលបាត់ទៅ
GPS របស់យើងហ្នឹងយើងទាញទូរស័ព្ទមួយទៀតមកភ្ជាប់នឹង iCloud ចូលក្នុងទូរស័ព្ទមួយទៀតដាក់ Apple ID password របស់យើងចូលហើយ download កម្មវិធី Find My App ហ្នឹង Find My iPhone ហ្នឹងមកគឺវាប្រាប់អំពីវាប្រាប់ GPS iPhone របស់យើងដែលកំពុងភ្ជាប់ iCloud ហ្នឹងទៅតាមតាណាខ្លះគឺវាទៅតាមរហូតតែម្ដងគឺវាទៅតាមរហូតតែម្ដងតរហូតតយើងមើលឃើញរហូតតយើងរកឃើញអាហ្នឹងគឺអញ្ចឹងគុណសម្បត្តិរបស់វាហើយមួយទៀតនៅពេលបាត់រូបថតរូបទាំងនោះអាចត្រឡប់មកវិញគឺវាភ្ជាប់ iCloud គឺពេលបុក program យ៉ាងណាក៏ដោយឲ្យទៅបាត់ដឹងតែវាមកវិញដោយស្វ័យប្រវត្តិតែម្ដងហើយមួយទៀតគុណវិបត្តិមកដល់គុណវិបត្តិហើយអស់តម្លៃថ្លៃក្នុងការដោះ iCloud ពេលភ្លេច password អាហ្នឹងមិនមែនថ្លៃធម្មតាទេបងប្អូនកម្រិតថ្លៃដល់ថ្នាក់អាចខាតទៀតផងពីព្រោះថាបើយើងប្រើ iPhone 6 iPhone អីគឺអត់អីទេប៉ុន្តែបើ iPhone 5 អីឥឡូវ iPhone 5 ខ្មៅឥឡូវនៅសល់តែ500ទេដូចនៅសល់តែ200ទេបើយើងដោះគឺអាចអស់250បើមកដោះកន្លែង Camnolet បើកន្លែងផ្សេងគេជំនាញគេអាចយក100ជាងអញ្ចឹងទៅព្រោះមួយដុំ$100ជាងតែ Camnolet ជួនកាល Camnolet ដាក់ខុស Camnolet គិតតាមនឹងដែរដើម្បីដឹងទៅចប់ iCloud យើងត្រូវអនុវត្តបាទដូច្នេះសំណួរទី3តែម្ដងគឺខ្ញុំអានសំណួរទី3ម្ដងទៀតតើត្រូវធ្វើដូចម្ដេចទើបដឹងថាជាប់ iCloud ណែកូនអានេះគឺ Camnolet បានបញ្យល់ក្បោះក្បាយល្អណាស់បាទសូមតាមដានទាំងអស់គ្នាដំបូងគឺចូលទៅក្នុង setting ដែលមានរូបតំណាងតាម set នេះបាទតាម set ហ្នឹងបងប្អូនចុចចូលមកបងប្អូននឹងឃើញហើយបងប្អូនបន្តមកទៀតបងប្អូនស្វែងរកពាក្យថា iCloud ដែលមាននិមិត្តសញ្ញាដូចបែបនេះដែលមាននិមិត្តសញ្ញាពណ៌ក្រហមជុំវិញហ្នឹងហើយបងប្អូនចេញមកវិញហើយឥឡូវយើងមើលជំហានមួយទៀតបងប្អូនប្រសិនបើឃើញថា2ជួរអក្សរប្រភេទ2ជួរបែបនេះគឺវាមិនជាប់ទេប៉ុន្តែប្រសិនបើបងប្អូនឃើញមួយជួរអក្សរប្រភេទមានតែជាប់ហើយប៉ុន្តែលក្ខណៈពេលខ្លះiCloud វាចេញរូបបែបនេះមកឲ្យiCloud វាចេញរូប2ជួរអញ្ចេះមកឲ្យប៉ុន្តែតាមពិតធាតុពិតរបស់វាគឺជាប់ហើយតែយើងមើលមិនដឹងប៉ុន្តែអាករណីហ្នឹងគឺជាករណីគ្រោះថ្នាក់ iCloud បន្ទុកធំប៉ុន្តែគឺអ្នកនរគ្នាអាចមានវិធីដោះស្រាយCamnolet នឹងជម្រាបតែដូចទៅបាទទី1គឺយើងចូលទៅក្នុង setting ដដែលបាទដើម្បីខ្ញុំបង្ហាញរូបទៅគឺយើងចូលក្នុង setting ដដែលបន្ទាប់មកទៀតស្វែងរកពាក្យ general គឺ general នេះបាទហើយបន្តមកទៀតគឺយើងទាំងអស់គ្នាត្រូវស្វែងរកពាក្យថា about នេះបាទ ABUT EBOUT បាទហើយបន្តមកទៀតគឺយើងស្វែងរកលេខ serial របស់យើងអាយបាទដូចខ្ញុំអញ្ចឹងខ្ញុំដាក់86ដូចលេខ serial របស់ខ្ញុំអញ្ចឹងនេះហើយគឺជាលេខ serial របស់ខ្ញុំបាទហើយបន្តមកទៀតគឺយើងមើល serial ហ្នឹងហើយគឺយើងចូលទៅក្នុង link នេះតែម្ដងអាយ៉ាបងប្អូនគឺកន្លែងហ្នឹងគឺខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នា click ខាង mouse ខាងស្ដាំហើយយើងចូលថា open link in new tab បាទហើយបន្តមកទៀតគឺយើងបញ្ចូលនៅ serial number របស់យើងឧទាហរណ៍របស់ខ្ញុំអញ្ចឹង861183ឥឡូវយើងមើលមួយបានហើយ8611ប៉ុន្មានទៀតមិញ86118307បាទ8307 E00 បាទគឺយើងវាយតាមនឹងមក E00 បាទហើយចំពោះអាផ្ទាំងខាងក្រោមនេះគឺយើងសរសេរតាមវាទាំងអក្សរធំទាំងអក្សរតូច FUCUFMA ហើយយើងចូលជ្រើសរើសពាក្យ continue បាទហើយគឺលេខមកមើល page របស់យើងវិញបើបញ្ចូលហើយឃើញពាក្យនៅចុងថា off គឺមិនជាប់ទេដូចខ្ញុំអញ្ចឹងនេះបាទគឺ off មានន័យថាមិនជាប់ទេហើយ iCloud ហ្នឹងiCloud ទូរស័ព្ទរបស់យើងអត់ជាប់ទេប៉ុន្តែប្រសិនបើវា load ថា on នេះគឺជាបញ្ហាធំហើយបាទបើវា load on នៅកន្លែងនេះបញ្ហាធំហើយបងប្អូន
បញ្ហាធំហើយអាហ្នឹងគឺយើងមិនអាចមើលតាមទូរស័ព្ទទេតើមានកុំព្យូទ័រហើយប្រសិនបើមានបញ្ហាបែបនេះ Camnolet បើសិនជាយើងមិនបានយកកុំព្យូទ័រទៅកន្លែងអ្នកលក់ទេត្រូវមានកិច្ចសន្យាជាមួយអ្នកលក់ថាតើចុះបើខ្ញុំទិញទូរស័ព្ទហ្នឹងចុះប្រសិនបើខ្ញុំមានបញ្ហា iCloud តើអ្នកធានាឲ្យខ្ញុំដែរទេបើអ្នកមិនព្រមធានាឲ្យទេគឺខ្ញុំយកទៅផ្ទះគឺផ្ទៀងមួយផ្លែតចំពោះ iCloud ប្រសិនបើគ្មានបញ្ហាគឺខ្ញុំសុំទិញប៉ុន្តែបើមានបញ្ហាគឺខ្ញុំមិនសុំទិញទេគឺខ្ញុំសុំយកទូរស័ព្ទគឺខ្ញុំសុំមិនទិញទូរស័ព្ទហ្នឹងឬមួយក៏យើងសុំសម្បត្តិធានាអំពីពពួក iCloud ហើយសូមឲ្យអ្នកនោះគឺជាអ្នកចេញលុយក្នុងការធ្វើ iCloud របស់យើងបាទសូមអរគុណហើយសូមបញ្ជាក់សំណួរទី4មួយទៀតបាទសំណួរទី4តើ iCloud អាចជាប់នៅពេលណាខ្លះបាទតើ iCloud អាចជាប់នៅពេលណាខ្លះបាទដូច្នេះចម្លើយសំណួរទី4 iCloud អាចជាប់តែពេល restore តែប៉ុណ្ណោះដែលគេហៅជាភាសាខ្មែរថាបុក program ហ្នឹងបាទដែលគេហៅជាភាសាខ្មែរថាបុក program ហ្នឹងគឺនិយាយជាភាសាសាមញ្ញបុក program តែម្ដងនិយាយទៅបើតាមគេយល់និយាយឆាប់យល់គឺបុកផ្ដាច់ទាំងអស់តែម្ដងខ្លាចជាទូរស័ព្ទថ្មីអាហ្នឹងដូចជាទូរស័ព្ទស៊ីនលំដបអញ្ចឹងយកមកដល់គឺមានអីទាំងអស់គឺពណ៌សមួយដូច្នេះអាហ្នឹងគឺមានទៅពេលហ្នឹងទេអាពេលជាងពណ៌សហ្នឹងយើងពេលយើងដោះសោហ្នឹងទៅគឺយើងនឹងឃើញនិមិត្តសញ្ញា iCloud activate iPhone ឬមួយក៏ activate iPad គឺចំពោះ iPad គឺវាចេញ iPad ដោយ iPad បើចំពោះ iPhone គឺចេញបែបហ្នឹងបាទឆ្នេះហើយគឺដើម្បីពីព្រោះខ្ញុំលើកអាហ្នឹងមកនិយាយពីព្រោះថាខ្ញុំមានបងប្អូន2នាក់ហើយដែលជាប់iCloud ហ្នឹងវាយ៉ាប់ដែរគឺសូមហើយខ្ញុំក៏សូមផ្សាយពាណិជ្ជកម្មមួយដែរគឺសូមបងប្អូនទាំងអស់គ្នាគឺថ្ងៃនេះគឺយើងបានបង្កើតនៅ pack ថ្មីមួយទៀតគឺ Canon Shopping គឺជា pack លក់អីវ៉ាន់របស់ Camnolet តាមរយៈអ៊ីនធឺណិត Canon Shop បាទច្រឡំអត់មាន shopping ទេ Canon Shop នេះបាទបងប្អូនអាចធ្វើការទំនាក់ទំនងតាមហ្នឹងហើយយើងទំនើបផងបានមួយទេបងប្អូនគឺទំនាក់ទំនងផ្សាយពាណិជ្ជកម្មរបស់បងប្អូនក៏បានដែរក្នុងមួយអីវ៉ាន់គឺយើងយកតែ$1តែប៉ុណ្ណោះគឺផ្សាយក្នុងហ្នឹងប៉ុន្តែបើយើងយូរទៅ pack របស់យើងអាចល្បីគឺខ្ញុំក៏យកតាមហ្នឹងដែរសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាpack គឺសូមបញ្ជាក់បន្តិចផងគឺ Canon Shop អីវ៉ាន់របស់ Canon Shop គឺភាគច្រើនជាអីវ៉ាន់មួយទឹកប៉ុន្តែអីវ៉ាន់មួយទឹករបស់ Camnolet ជាប្រភេទអីវ៉ាន់មួយទឹកប៉ុន្តែមានធានាគុណភាពដល់ទៅកន្លះឆ្នាំឯណោះចំពោះអីវ៉ាន់មួយទឹកចំណែកចំពោះអីវ៉ាន់ស៊ីនវិញចំពោះ Camnolet ដែលមិនងាយយកមកដាក់ទេបើសិនជា Camnolet យកអីវ៉ាន់ស៊ីនមកដាក់គឺធានា1ឆ្នាំជូនបើមិនគឺ Camnolet មានសម្បត្តិធានាជូនតែម្ដងបាទហើយឥឡូវហ្នឹងគឺខ្ញុំអត់សុំអីច្រើនទេបងប្អូនខ្ញុំសុំតែចូលក្នុង Facebook មួយទៀតបាទ Facebook គឺខ្ញុំចង់បានតែ friend ហើយនឹង like តែប៉ុណ្ណោះនៃបងប្អូនគឺរាវិចរាទីបងប្អូនជួយ add ខ្ញុំផងហើយជួយ add ខ្ញុំផងហើយជួយផ្សាយពាណិជ្ជកម្មទៅក្នុង pack របស់ខ្ញុំទៅប្រសិនបើបងប្អូនចង់ promote Facebook គឺបងប្អូនអាចផ្ញើសារមកខ្ញុំបានឲ្យ promote អ្នកទាំងអស់គ្នាថា promote មានន័យថាផ្សព្វផ្សាយ Facebook អ្នកទាំងអស់គ្នាឲ្យល្បីសម្បូរអ្នក add ច្រើនបាទហើយនឹងមួយទៀតគឺ page របស់ខ្ញុំបាទ Camnolet បាទគឺនេះឯងបាទជា pack របស់ខ្ញុំគឺខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា like ខ្ញុំមួយ like ម្នាក់មួយមកខ្ញុំអត់សុំច្រើនទេបាទសូមអរគុណសូមជម្រាបលា